Đồng lại miếng nơi tại bản tòa còn láng rồi mà đòi giúp ngày thì pram khai pram trên năm pi pon mà pay pram mùi đi bắt sạc một bản tòa kia mà chụp trong bản như thếในក្នុង video ថ្មីសម្រាប់បងប្អូនដែលមិនទាន់មានគណនីទិញលក់ហាងឆ្វេងមាសអាចធ្វើការបើកគណនីបានស្របពេលដែលតម្លៃមាសគឺមិនទាន់មានការកើនឡើងខ្លាំងត្រឡប់ទៅវិញនៅក្នុងថ្ងៃទី5ខែ5ឆ្នាំ2026នេះយើងឃើញថាតម្លៃមាសនៅតែបន្តកើនឡើងរហូតមកដល់យប់ម៉ោង11នេះគឺមិនទាន់មានការធ្លាក់ចុះជាខ្លាំងបែបខ្លាំងនៅឡើយទេនៅតែរក្សាត្រានរបស់ខ្លួនគឺមានការកើនឡើងដដែលទេមុននេះបន្តិចតម្លៃមាសបានហក់ឡើងដល់តម្លៃ$5,525នៅក្នុងមួយតម្លឹងឬក៏ស្មើនឹង$4,586នៅក្នុងមួយអោនហើយតម្លៃប្រេងឯនោះវិញយើងឃើញថាមានការធ្លាក់ចុះក្រោមតម្លៃ$100នៅក្នុងមួយបារ៉ែលប៉ុន្តែនេះគឺជាការធ្លាក់ចុះតិចតួចនោះទេមិនទាន់មានការធ្លាក់ចុះខ្លាំងទេចំណែកឯ Bitcoin ឯនោះវិញយើងឃើញថាបែរជាមានការកើនឡើងរហូតដល់តម្លៃ$81,000នៅក្នុងមួយកាក់យើងឃើញថាមួយរយៈចុងក្រោយនេះគឺ Bitcoin ដើរស្របជាមួយនឹងតម្លៃមាសបើមាសចុះ Bitcoin ចុះដែរប៉ុន្តែនៅក្នុងថ្ងៃនេះគឺ Bitcoin ដើរប្រច្រាស់បែរជាមានការកើនឡើងទៅវិញគឺមិនមានការធ្លាក់ចុះនោះទេចំណែកឯស្ថានភាពនៅឯមជ្ឈមណ្ឌលឯនោះវិញគឺមិនទាន់មានភាពធូរស្រាលទេនៅតែមានការប្រឈមមុខដាក់គ្នានិងអាចផ្ទុះសង្គ្រាមបានគ្រប់ពេលវេលាទាំងអស់យើងមិនទាន់ទទួលបានដំណឹងថានឹងមានការចរចាឬក៏ការយល់ព្រមណាមួយនៅឡើយទេបងប្អូនកុំភ្លេចរងចាំមើលតគ្នាទៀតថាតើតម្លៃមាសនឹងបន្តមានការកើនឡើងដល់តម្លៃណាហើយអាចមានការធ្លាក់ចុះដល់តម្លៃណាខ្ញុំមានតំបន់2សម្រាប់ឲ្យបងប្អូនទាំងគ្នារងចាំទិញនិងរងចាំលក់បងប្អូនអាចធ្វើការរងចាំលក់មាននៅក្នុងតម្លៃ$4,600ទៅ$4,610នៅក្នុងមួយអោនហើយបងប្អូនអាចធ្វើការរងចាំទិញមាសនៅតម្លៃ$4,510ទៅ$4,500គត់នៅក្នុងមួយអោនសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចចូលនៅក្នុង Channel Telegram ក៏ដូចជា Follow Page Facebook ផ្លូវការដើម្បីទទួលបានព័ត៌មានអាប់ដេតថ្មីៗបំផុតផងដែរ